ស្វាគមន៍មកកាន់ Florentine តំបន់សិល្បៈនៃទីក្រុង Tel Aviv Florentine គឺជាតំបន់បេះដូងសិល្បៈបែបស្ទីល Bohemian នៃទីក្រុង Tel Aviv វាជាទីកន្លែងដែលសិល្បករវិចិត្រករនិងអ្នកដែលមានគំនិតច្នៃប្រឌិតផ្សេងៗចូលចិត្តមករស់នៅឬមកជួបជុំគ្នានៅទីនេះទីនេះដែរមានហាងកាហ្វេនិងហាងអាហារនៅគ្រប់ច្រកល្ហកនៅទីនេះយើងឃើញមានគំនូរសិល្បៈលើជញ្ជាំង graffiti ដ៏ស្រស់ស្អាតនៅគ្រប់ទីកន្លែងដែលសិល្បករសិល្បករនីបង្កប់នៅខ្លឹមសារសង្គមនិងនយោបាយឲ្យពេលខ្លះលាយឡំជាមួយនឹងកំណាព្យគំនូរជញ្ជាំងនិងសិល្បៈតាមផ្លូវតែងតែផ្លាស់ប្ដូរឥតឈប់ឈរដោយសារនៅទីនេះសម្បូរទៅដោយអ្នកមានគំនិតច្នៃប្រឌិតច្រើនជាឧទាហរណ៍នេះជារូបគំនូរក្លឹប27ដែលត្រូវបានបង្កើតឡើងដោយលោក John Keys គាត់ជាវិចិត្រករនិងជាសកម្មជនសន្តិភាពអ៊ីស្រាអែលគំនូរនេះពិពណ៌នាអំពីតន្ត្រីករឬវិចិត្រករល្បីៗដែលបានស្លាប់ក្នុងអាយុ27ឆ្នាំដែលរាប់បញ្ចូលផងដែរទាំងអ្នកចម្រៀង Amy Winehouse ហើយរូបនេះផងដែរតំណាងឲ្យលោកស្រី Rachel Edry ដែលគាត់និងស្វាមីរបស់គាត់ត្រូវបានចាប់ជាចំណាត់ខ្មាំងនៅក្នុងផ្ទះរបស់គាត់ដោយពួកសកម្មជនប្រយុទ្ធ Hamas នៅក្នុងពេលនៃការឈ្លានពានទ្រង់ទ្រាយធំពីតំបន់ Gaza ខែតុលាឆ្នាំ2023ក្នុងកំឡុងពេលដែលគាត់ត្រូវបានចាប់ជាចំណាត់ខ្មាំង Rachel ដែលគាត់ស្ទាត់ជំនាញភាសាអារ៉ាប់បានច្រៀងចម្រៀងភាសាអារ៉ាប់ដល់ក្រុម Hamas ជជែកជាមួយពួកគេផ្ដល់ភេសជ្ជៈនិងធ្វើអាហារឲ្យពួកគេញ៉ាំគាត់ខំរក្សាកប្បកិរិយាស្ងប់ស្ងាត់ដើម្បីទិញពេលវេលានិងទប់ស្កាត់អំពើហិង្សារហូតដល់កងកម្លាំងជួយសង្គ្រោះអាចមកដល់ហេតុការណ៍នេះមានរយៈពេលប្រហែល20ម៉ោងហើយបានបញ្ចប់ដោយការជួយសង្គ្រោះដោយជោគជ័យពីកងកម្លាំងសន្តិសុខអ៊ីស្រាអែលជារៀងរាល់ថ្ងៃតែងតែមានក្រុមទេសចរមកដើរមើលគំនូរ graffiti នៅ Florentine មិនមែនជាតំបន់បែបអភិជនទេប៉ុន្តែវាមានភាពទាក់ទាញដោយសារតែភាពសាមញ្ញភាពរស់រវើកនិងការបើកចំហទទួលយកនូវអ្វីដែលប្លែកៗថ្មីៗ Florentine គឺជាចង្វាក់បេះដូងរបស់ Tel Aviv សូមអរគុណចំពោះការទស្សនាបើបងប្អូនចូលចិត្តវីដេអូនេះសូមជួយចុច like share ហើយនិង subscribe ដើម្បីបានទទួលវីដេអូថ្មីៗ